ជប៉ុនក្រុងសាងសង់ជំរកការពារមីស៊ីលការពារប្រជាជន 100% ត្រឹមឆ្នាំ 2030 ក្នុងបរិបទស្ថានភាពសន្តិសុខពិភពលោកកាន់តែតានតឹងជប៉ុនកំពុងបង្ហាញពីជំហានដ៏មុតមាំមួយដើម្បីការពារប្រជាជនរបស់ខ្លួនយោងតាមសារព័ត៌មាន FNN ជប៉ុននៅថ្ងៃទី 1 ខែមេសានេះបានឲ្យដឹងថាតាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តផែនការមេថ្មីមួយសម្រាប់បង្កើតជំរកសុវត្ថិភាពដែលអាចការពារប្រជាពលរដ្ឋពីការវាយប្រហារដោយមីស៊ីលផែនការនេះមិនមែនគ្រាន់តែជាគំនិតទេប៉ុន្តែជាវិធានការអនុវត្តជាក់ស្ដែងដោយផ្ដោតលើការប្រើប្រាស់ទីតាំងក្រោមដីដែលមានស្រាប់ដូចជាផ្សារក្រោមដីស្ថានីយ៍រថភ្លើងក្រោមដីនិងចំណតរថយន្តក្រោមដីដើម្បីបំលែងឲ្យคล้ายជាជំរកសុវត្ថិភាពលោកគីហារ៉ាដែលជាលេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីបានលើកឡើងថាយើងបានសម្រេចលើគោលនយោបាយមូលដ្ឋាននេះដើម្បីពង្រឹងប្រព័ន្ធការពារជាតិនិងបង្កើនប្រសិទ្ធភាពនៃកិច្ចការពារប្រជាពលរដ្ឋរបស់យើងអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅយ៉ាងច្បាស់ថាត្រឹមឆ្នាំ 2030 ជំរកទាំងនេះត្រូវមានសមត្ថភាពការពារប្រជាជនបាន 100% នៅគ្រប់តំបន់ទាំងក្រុងនិងជនបទវាមានន័យថាប្រជាពលរដ្ឋគ្រប់រូបនឹងមានទីកន្លែងសុវត្ថិភាពសម្រាប់ជម្លៀសខ្លួនក្នុងករណីមានគ្រោះអាសន្នលើពីនេះផែនការនេះក៏បានបង្ហាញយុទ្ធសាស្ត្រច្នៃប្រឌិតរបស់ជប៉ុនដោយមិនចាំបាច់សាងសង់អគារថ្មីទាំងស្រុងប៉ុន្តែប្រើប្រាស់និងកែលម្អធនធានដែលមានស្រាប់ឲ្យមានប្រសិទ្ធភាពខ្ពស់នេះមិនត្រឹមតែជាវិធានការការពារប៉ុណ្ណោះទេប៉ុន្តែជាសារបញ្ជាក់ថាសុវត្ថិភាពប្រជាជនគឺជាអាទិភាពលេខ1របស់ជប៉ុនដែលត្រូវយកចិត្តទុកដាក់